ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា 6 ការដាក់ពាក្យប្តឹងទាមទារដោយជនរងគ្រោះបុគ្គលគ្រប់រូបដែលប្រកាសថាខ្លួនជាជនរងគ្រោះនៃបទល្មើសអាចដាក់ពាក្យប្តឹងបានពាក្យប្តឹងសាមញ្ញគ្មានអានុភាពនាំឲ្យធ្វើការចោទប្រកាន់ជាបទព្រហ្មទណ្ឌទេនៅក្នុងករណីដែលពាក្យប្តឹងស្ថិតនៅដោយគ្មានចម្លើយឬត្រូវបានតម្កល់ទុកអត្ចាការដោយព្រះរាជអាជ្ញាជនរងគ្រោះអាចប្តឹងទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ទៅតាមរបៀបដូចមានចែងទុកដោយមាត្រា 41 ស្តីពីការតម្កល់រឿងទុកអត្ចាការនៃក្រមនេះ